ថ្ងៃប្រវត្តិសាស្ត្រខ្មែរថៃបញ្ចប់ភាពតានតឹងសម្ដេចហ៊ុនម៉ាណែតអរគុណត្រាំនិងមេដឹកនាំអាស៊ានថ្ងៃទី29ខែតុលាឆ្នាំ2025គឺជាថ្ងៃដែលត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័នសម្រាប់កម្ពុជានិងថៃដែលបានបញ្ជាក់ឡើងវិញនៅការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថាសន្តិភាពនៅតែអាចមានដរាបណាប្រជាជាតិនានាមានសេចក្តីក្លាហាននិងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នានេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយនាយករដ្ឋមន្ត្រីកម្ពុជានិងថៃក្នុងនោះដែរសេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថាតាំងនាមប្រជាជនកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកប្រធានាធិបតីអាមេរិក Donald J. Trumpក្នុងភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់និងការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រសន្តិភាពជានិរន្តរ៍រវាងកម្ពុជានិងថៃនិងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយធ្វើឲ្យសមិទ្ធផលនេះคล้ายជាការពិតជាមួយគ្នានេះដែរសម្ដេចអធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមចំពោះការគាំទ្រដោយឥតងាក្រេនិងការសម្របសម្រួលរបស់លោកក្នុងដំណើរការស្វែងរកសន្តិភាពនេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យសម្ដេចអធិបតីក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអាស៊ានប្រទេសចិននិងប្រទេសដៃគូនានាដែលបានគាំទ្របទជុំបាញ់តាំងពីដើមរៀងមកនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងបន្ថែមថាកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការអនុវត្តយ៉ាងពេញលេញនិងដោយភាពស្មោះត្រង់នៅសេចក្តីថ្លែងការណ៍រួមនេះនិងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសថៃនិងដៃគូទាំងអស់ដើម្បីធានាថាសន្តិភាពនេះនៅថិតថេរនិងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជននៃប្រទេសទាំងពីរជាមួយនេះដែរសម្ដេចអធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យមានការបន្តគាំទ្រនិងការរួមចំណែករបស់សហគមន៍អន្តរជាតិនិងដៃគូនានាដើម្បីធានាសម្រេចបានជាផ្លែផ្កានៃសេចក្តីថ្លែងការណ៍រួមនេះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមមចំពោះការដោះលែងទាហានកម្ពុជាទាំង18នាក់ជាបន្ទាន់ក្រោមហេតុផលមនុស្សធម៌និងស្របតាមការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមនេះក្នុងពេលនោះដែរដោយទទួលស្គាល់ការលះបង់ដ៏ធំធេងនិងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់លោកប្រធានាធិបតី Donald J. Trump ក្នុងការលើកកម្ពស់សន្តិភាពមិនត្រឹមតែរវាងកម្ពុជានិងថៃប៉ុណ្ណោះទេថែមទាំងក្នុងចំណោមប្រជាជនទាំងឡាយនិងដើម្បីបង្ហាញនូវការដឹងគុណរបស់ប្រជាជនកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានប្រកាសស្នើបេក្ខភាពលោកប្រធានាធិបតី Trump សម្រាប់ពានរង្វាន់ Nobel សន្តិភាពសូមជម្រាបថានៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះតបតាមការអញ្ជើញរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ2025និងសម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជារួមជាមួយលោកអនុទីនឆានវីរ៉ាគុលនាយករដ្ឋមន្ត្រីថៃបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួររវាងកម្ពុជាថៃពិធីនេះក៏មានការចូលរួមធ្វើជាសាក្សីពីលោក Donald Trump ប្រធានាធិបតីអាមេរិកនិងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរមិនធម្មតាត្រាំសរសើរម៉ាឡេស៊ីពេញមាត់ក្រោយជួយកម្ពុជាថៃផ្សះផ្សាជំលោះប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមចំពោះការចូលរួមរបស់ប្រទេសរបស់លោកនៅក្នុងការជួយបញ្ចប់ជំលោះរវាងប្រទេសថៃនិងប្រទេសកម្ពុជាលោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថាហេតុផលមួយដែលលោកទៅប្រទេសម៉ាឡេស៊ីដោយសារពួកគេបានចូលរួមយ៉ាងសកម្មនៅក្នុងរឿងទាំងមូលគឺថៃនិងកម្ពុជាលោកត្រាំបានសរសើរមេដឹកនាំម៉ាឡេស៊ីថាជាមនុស្សល្អណាស់ដោយបន្ថែមថាលោកបានជំពាក់ដំណើរទស្សនកិច្ចរបស់ម៉ាឡេស៊ីនោះហើយជាមូលហេតុដែលលោកធ្វើដំណើរទៅម៉ាឡេស៊ីនេះបើតាមការចុះផ្សាយដោយសារព័ត៌មានយឺត CNN សូមជម្រាបជូនថាលោក Donald Trump ប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីនៅម៉ោងជាង 9 ព្រឹកម៉ោងនៅក្នុងស្រុកថ្ងៃទី26ខែតុលាឆ្នាំ2025នេះបន្ទាប់ពីចំណាយពេលធ្វើដំណើរជិត24ម៉ោងជាមួយនឹងការឈប់ចាក់ប្រេងចំនួន2លើកការចំណាយពេលធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយរបស់ប្រធានាធិបតីនៃប្រទេសមហាអំណាចរបស់ពិភពលោករូបនេះក៏ដើម្បីបំពេញតាមការសន្យានៅក្នុងការធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះ
តាំងពីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកអាណត្តិទី2នៅខែមករាឆ្នាំ2025នេះនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកត្រាំមកកាន់តំបន់អាស៊ីបញ្ចប់ការងារនៅម៉ាឡេស៊ីលោកត្រាំនឹងបន្តដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីជួបនាយករដ្ឋមន្ត្រីថ្មីលោកស្រីសាណែតាកេអ៊ីជីក្នុងដំណើរទស្សនកិច្ចរយៈពេល5ថ្ងៃមកកាន់តំបន់អាស៊ីនេះដែរលោកត្រាំនឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងជាកន្លែងដែលលោកមានគម្រោងជួបជាមួយប្រធានាធិបតីចិនគឺលោកស៊ីជីនពីងមុនកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិត្រាំថាជួយកម្ពុជាថៃបញ្ចប់ជម្លោះសង្គ្រោះជីវិតមនុស្សរាប់លាននាក់នៅពីមុខវេទិកាដែលពោពេញដោយអក្សរសន្តិភាពនោះលោកត្រាំបានសរសើរកិច្ចព្រមព្រៀងនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររវាងថៃនិងកម្ពុជាលោកប្រកាសថាវាអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់និងបានអរគុណដល់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចំពោះភាពក្លាហានរបស់ថ្នាក់ដឹកនាំប្រទេសថៃនិងកម្ពុជាទម្រាំទៅឈានដល់ថ្ងៃនេះលោកត្រាំបានទម្លាយថាលោកបានចំណាយពេលនិយាយតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំនៃប្រទេសទាំង3តាំងពីខែកក្កដាមកដោយបានលាក់បង់ពេលវេលាផ្ទាល់ខ្លួនដូចជាការខកលេងកីឡា3 គុណហ្គោលដែលជាចំណងចំណូលចិត្តរបស់លោកជាដើមប៉ុន្តែលោកសុខចិត្តលាក់បង់ពេលវេលាកម្សាន្តនេះព្រោះមានសារៈសំខាន់ជាងដោយអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់យ៉ាងណាការចំណាយពេលនឹងការស្កាត់មកពីឆ្ងាយឆ្លងទ្វីបដើម្បីជួយស្វែងរកសន្តិភាពក្នុងជម្លោះរវាងថៃនិងកម្ពុជាទំនងជាមិនធ្វើឲ្យលោកត្រាំខកបំណងទេព្រោះតាមរយៈទឹកមុខញញឹមផងសាយផងលោកត្រាំដូចជាពេញចិត្តនៅក្នុងការចូលរួមលោកត្រាំបានសង្កេតឃើញថាបើទោះបីជាប្រទេសថៃនិងកម្ពុជាកំពុងមានជម្លោះទឹកដីជាមួយគ្នាប៉ុន្តែលោកអានូទីននិងសម្ដេចធិបតីបានបង្ហាញកាយវិការគោរពគ្នាទៅវិញទៅមកផ្ទុយស្រឡះពីការដោះស្រាយជម្លោះនៅមជ្ឈមបូព៌ានិងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលធ្វើឲ្យលោកត្រាំមានអារម្មណ៍តានតឹងលោកត្រាំបានអួតថាលោកពូកែខ្លាំងណាស់ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពក្នុងអំឡុងពេលថ្លែងសន្ទរកថាលោកត្រាំក៏បានបញ្ជាក់យ៉ាងច្បាស់ថារដ្ឋបាលរបស់លោកនឹងបន្តព្យាយាមប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីដាក់សម្ពាធលើប្រទេសដែលកំពុងធ្វើសង្គ្រាមឲ្យចូលតុចរចាសន្តិភាពដោយឡែកលោកអានូទីនបានអរគុណលោកដូណាល់ត្រាំសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកនៅក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់និងថាការដកអាវុធនិងការដោះលែងអ្នកទូសង្គ្រាមនឹងចាប់ផ្ដើមភ្លាមក្រោយការចុះហត្ថលេខាលោកអានូទីនបានហៅកិច្ចព្រមព្រៀងដែលចុះហត្ថលេខានោះថាសេចក្តីប្រកាសនេះនឹងផ្ដល់ជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែងប្រសិនបើត្រូវបានអនុវត្តយ៉ាងពេញលេញក្រោយការចុះហត្ថលេខារដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភួងកែតកែវបានបដិសេធមិនហៅកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងសន្តិភាពទេដោយលោកបានប្រាប់ BBC ថាខ្ញុំនឹងហៅវាថាជាមាគ៌ាឆ្ពោះទៅរកសន្តិភាពជំនួសវិញរដ្ឋមន្ត្រីការបរទេសថៃរូបនេះបាននិយាយថាអាមេរិកនិងភាគីម៉ាឡេស៊ីបានសម្របសម្រួលប៉ុន្តែនៅទីបញ្ចប់ការពិភាក្សាគឺមានតែរវាងប្រទេសថៃនិងកម្ពុជាប៉ុណ្ណោះអរគុណសម្រាប់ការតាមដានជួបគ្នាដំណឹងថ្មីទៀត